មានអ្នកដែលមានអារម្មណ៍ថាឯកោមានអ្នកដែលមានអារម្មណ៍ថាត្រូវបានគេផាត់ចេញមានអ្នកដែលមានអារម្មណ៍ថាទទួលរងសម្ពាធពីមនុស្សជុំវិញខ្លួនទទួលរងសម្ពាធពីគ្រួសារអញ្ចឹងគឺយើងជួបប្រទះនៅរឿងរ៉ាវទាំងអស់ហ្នឹងគឺជាពេលមួយដែលខ្ញុំគិតថាខ្ញុំបាក់ទឹកចិត្តខ្លាំងរហូតដល់ថ្នាក់យើងគិតដល់រឿងដែលមិនល្អទីថាយើងគិតដល់រឿងថាយើងលែងចង់រស់បន្តអីចឹងទៅគ្រួសារផ្ដល់ឲ្យកូនបានកូនក៏អាចផ្ដល់ឲ្យគ្រួសារបានហើយកន្លែងការងារអាចផ្ដល់ឲ្យបុគ្គលិកបានបុគ្គលិកក៏អាចផ្ដល់ទៅឲ្យអត្ថប្រយោជន៍នៅស្ថាប័នហើយនឹងសង្គមជាតិទាំងមូលដែរប្រាប់យើងជាច្រើនឲ្យយើងស្រឡាញ់ខ្លួនឯងអីចឹងទៅមួយទៀតដែលសំខាន់គឺគាត់ប្រើពាក្យថាឲ្យយើងរកបណ្ដាជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ podcast ពិសេសរបស់យើង episode ទី7ហើយយើងវិលមកជួបគ្នាម្ដងទៀតហើយដែលមានខ្ញុំធីតាហើយនឹងខ្ញុំហេងអូខេមិនដែរហេងមួយរយៈហ្នឹងយើងpodcast មួយរយៈមួយគ្នានឹងខ្ញុំគិតថាមួយរយៈហ្នឹងវាមានសុខមានទុក្ខប៉ុន្តែបើនិយាយពីសុខទុក្ខគិតថារៀងសុខច្រើនជាងព្រោះគិតថាខ្លួនឯងមានឱកាសរៀងច្រើនដែរមានពេលរៀងច្រើនដែរមួយរយៈហ្នឹងដើម្បីឆ្លោះប្រចាំងអំពីខ្លួនឯងហើយយល់ពីខ្លួនឯងកាន់តែច្រើនហ្នឹងហើយបងក៏មានអារម្មណ៍ថាសប្បាយចិត្តដែរមួយរយៈនេះមានរឿងថ្មីចូលមកហើយមានរឿងរំភើបតែអត់ទាន់និយាយតែក៏មានអ្នកខ្លះដឹងហើយហ្នឹងហើយអ្វីដែលបងមានអារម្មណ៍ថាសប្បាយចិត្តហើយចង់លើកឡើងពេលនេះហ្នឹងគឺយើងឃើញថាpodcast របស់យើងមុនហ្នឹងគឺមានការគ្រប់គ្រងច្រើនពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់យើងហើយហ្នឹងគឺជាកម្លាំងចិត្តមួយដ៏សំខាន់មកកាន់ពួកយើងក្រុមការងាររបស់ពួកយើងនៅក្នុងការផលិតនិងចែករំលែកបន្ថែមទៀតដែលជាប្រយោជន៍ទៅដល់សហគមន៍របស់យើងទាំងមូលអញ្ចឹងថ្ងៃនេះយើងនឹងពំនាំនៅប្រធានបទថ្មីមួយទៀតយកមកទៅជែកថ្មីសម្រាប់ podcast ប៉ុន្តែមិនថ្មីសម្រាប់រឿងដែលកើតឡើងនៅក្នុងសង្គមរបស់យើងទេអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងទៅជែកគ្នាអំពីប្រព័ន្ធនៅក្នុងការគ្រប់គ្រងតើអ្វីទៅជាប្រព័ន្ធនៅក្នុងការគ្រប់គ្រងតើប្រព័ន្ធនៃការគ្រប់គ្រងរបស់មកសហគមន៍អ្នកសាញ់ភេទដូចគ្នានឹងមានអីខ្លះហើយតើប្រព័ន្ធគ្រប់គ្រងនឹងមានសារៈសំខាន់បែបណាអញ្ចឹងមុននឹងចាប់ផ្ដើមមកចង់ highlight បន្តិចសិនថានៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់យើងមែនទែនទៅយើងឃើញថាការទទួលរងនៅសម្ពាធផ្លូវចិត្តហ្នឹងគឺច្រើនស្ទើរតែមិនមានតួលេខជាក់លាក់ប៉ុន្តែឃើញថាមានចំនួនច្រើនមិនថាតែក្នុងប្រទេសកម្ពុជាទេនៅក្រៅប្រទេសក៏អញ្ចឹងដែរនៅក្នុងប្រទេសមួយចំនួនណាយើងឃើញថាការដែលមានបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តឬក៏អ្នកខ្លះគាត់មានសម្ពាធផ្លូវចិត្តហ្នឹងគឺមានចំនួនច្រើនដែលយើងឃើញថាកើតឡើងដោយសារតែការរើសអើងនិងការមិនទទួលស្គាល់អញ្ចឹងនៅក្នុងសង្គមកម្ពុជាក៏ដូចគ្នានៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាគឺយើងឃើញថាមានអ្នកដែលមានអារម្មណ៍ថាឯកោមានអ្នកដែលមានអារម្មណ៍ថាត្រូវបានគេផាត់ចេញមានអ្នកដែលមានអារម្មណ៍ថាទទួលរងសម្ពាធពីមនុស្សជុំវិញខ្លួនទទួលរងសម្ពាធពីគ្រួសារអញ្ចឹងគឺយើងជួបប្រទះនៅរឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងទៅជែកគ្នាជុំវិញរឿងទាំងអស់ហ្នឹងហើយថាតើប្រព័ន្ធនៅក្នុងការគ្រប់គ្រងហ្នឹងមានអ្វីខ្លះនឹងសំខាន់បែបណាអញ្ចឹងបងចង់ចាប់ផ្ដើមពីហេងសម្រាប់ហេងវិញតើមានបទពិសោធន៍បែបណាដែរនៅពេលដែលយើងមានអារម្មណ៍ថាយើងឯកោនៅពេលធ្លាប់ឆ្លងកាត់អារម្មណ៍ទាំងអស់ហ្នឹងទេពេលដែលយើងមានអារម្មណ៍ថាឯកោពេលដែលយើងមានអារម្មណ៍ថាហាក់ដូចជាអត់មានអ្នកណាយល់ពីយើងអត់មានអ្នកណាគ្រប់គ្រងយើងសោះហ្មងណាហ្នឹងហើយបងអរគុណច្រើនខ្ញុំគិតថាតកតងមួយធានបទយើងថ្ងៃនេះគឺសំខាន់មែនតើជាពិសេសគឺប្រព័ន្ធនៃការគ្រប់គ្រងហ្នឹងហើយខ្ញុំខ្លួនឯងក៏ធ្លាប់ឆ្លងកាត់ដំណាក់កាលជាច្រើនដែលយើងតែងតែមានអារម្មណ៍ថាពេលខ្លះទៅគឺឯកាមានអារម្មណ៍ថាអត់សូវមានអ្នកដែលគ្រប់គ្រងយើងណាគឺខ្លួនឯងតែម្ដងពេលខ្លះយើងមានអារម្មណ៍អញ្ចឹងខ្ញុំគិតថាការដែលយើងជួបអារម្មណ៍បែបហ្នឹងហើយជួបបញ្ហាទាំងអស់ហ្នឹងហើយយើងទៅរកអ្នកដែលអាចគ្រប់គ្រងយើងបានគឺជារឿងមួយដែលសំខាន់ហ្មងជាពិសេសគឺសម្រាប់ពួកយើងដែលជាអ្នកស្រឡាញ់ភេទដូចគ្នាទៀតហ្នឹងហើយអញ្ចឹងចង់ឲ្យហេងចែករំលែកបទពិសោធន៍គណៈពេលណាមួយនោះដែលហេងគិតថាប្រព័ន្ធគ្រប់គ្រងដំបូងដែលហេងជួបប្រទះហ្នឹងជាអ្វីហ្នឹងហើយបងដែលយើងចាប់ផ្ដើមមានអារម្មណ៍ថាវាខុសគ្នាមិននៅពេលដែលយើងមាននរណាម្នាក់ឬក៏មានការគ្រប់គ្រងបែបណាហ្នឹងវាខុសគ្នាមិនជាមួយនឹងពេលដែលយើងមានអារម្មណ៍ថាអត់មានសោះហ្នឹង
ហ្នឹងហើយអរគុណច្រើនបងតទៅពេលស្ដាប់សំណួរហ្នឹងហើយខ្ញុំនឹកឃើញពេលវេលាមួយដែលជាពេលដែលពិបាកខ្លាំងដែរសម្រាប់ខ្ញុំពេលហ្នឹងគឺជាពេលដែលយើងកំពុងរកខ្លួនឯងហើយខ្ញុំគិតថាបងប្អូនដែលស្ដាប់អេពីសូតមុនអាចអឺដឹងហើយមានកន្លែងមួយដែលខ្ញុំប្រាប់ពីបទពិសោធន៍របស់ខ្ញុំនៅកន្លែងការងារដែលគេរើសអើងណាហ្នឹងហើយអញ្ចឹងខ្ញុំសូមលើកចំណុចកន្លែងហ្នឹងបន្តិចជំនាន់ហ្នឹងដូចដឹងហើយថាពេលហ្នឹងមានបរិសម្នាក់គាត់រើសអើងខ្ញុំដោយសារគាត់សង្ស័យថាខ្ញុំហ្នឹងជាអ្នកស្រឡាញ់ភេទដូចគ្នាប៉ុន្តែយើងអត់ទាន់ហ៊ានបង្ហាញទេដោយសារយើងនៅអត់ទាន់ពងរកខ្លួនឯងទី1ទី2យើងខ្លាចគេរើសអើងយើងខ្លាចមានបញ្ហាដល់ខ្លួនឯងអញ្ចឹងអត់ទាន់មានសុវត្ថិភាពអញ្ចឹងក្នុងពេលហ្នឹងគឺជាពេលមួយដែលខ្ញុំគិតថាខ្ញុំបាក់ទឹកចិត្តខ្លាំងរហូតដល់ថ្នាក់យើងគិតដល់រឿងដែលមិនល្អទីគេថាដូចយើងគិតដល់រឿងថាយើងលែងចង់រស់បន្តអីចឹងទៅអញ្ចឹងជាពេលដែលពិបាកខ្លាំងប៉ុន្តែពេលហ្នឹងគឺជាពេលដែលខ្ញុំរកឃើញអ្នកដែលគាត់ធ្វើការម្នាក់ដែលខ្ញុំគិតថាគាត់ជាមនុស្សដែលបើកចិត្តទលាយខ្លាំងអញ្ចឹងក៏យើងសម្រាប់ចិត្តថាខ្ញុំសម្រាប់ចិត្តថាទៅតាក់ទងគាត់រៀបរាប់ពីរឿងរបស់យើងអញ្ចឹងណាគាត់ក៏បានប្រាប់យើងជាច្រើនឲ្យយើងស្រឡាញ់ខ្លួនឯងអីចឹងទៅមួយទៀតដែលសំខាន់គឺគាត់ប្រើពាក្យថាឲ្យយើងរបណ្ដាញមានន័យថាកុំឲ្យយើងនៅម្នាក់ឯងពីព្រោះនៅពេលយើងនៅម្នាក់ឯងយើងតែងតែគិតអវិជ្ជមានច្រើនចឹងឲ្យយើងរកបណ្ដាញណាដែលអាចដែលស្តៀងមួយយើងហើយអាចគ្រប់គ្រងយើងបានគាត់ក៏ប្រាប់ឲ្យខ្ញុំស្គាល់ក្រុម Love is Diversity យើងហើយចឹងពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមរកនៅក្នុង Facebook ចឹងណាហើយក៏ចាប់ផ្ដើមស្គាល់ចាប់ផ្ដើមចូលរួមសកម្មភាពអីផ្សេងតំណជាមួយបងអីចឹងទៅអញ្ចឹងចាប់ពីពេលហ្នឹងដែលខ្ញុំចូលជាមួយនឹងក្រុមយើងមកគឺខ្ញុំគិតថាជីវិតខ្ញុំគឺផ្លាស់ប្ដូរសឹងតែ360ដឺក្រេហ្មងមានន័យថាពីមុនយើងបាក់ទឹកចិត្តយើងគិតថាពិភពលោកនេះគឺខ្មៅងងឹតអត់មានអ្នកគ្រប់គ្រងយើងទេប៉ុន្តែនៅពេលដែលយើងមានបណ្ដាញយើងចាប់ផ្ដើមស្គាល់ពីសិទ្ធិខ្លួនឯងស្គាល់ពីសេរីភាពស្គាល់ពីខ្លួនឯងកាន់តែច្បាស់ធ្វើឲ្យខ្ញុំចាប់ផ្ដើមបើកបង្ហាញខ្លួនឯងជាសាធារណៈហើយចាប់ផ្ដើមស្រឡាញ់ខ្លួនឯងស្គាល់ខ្លួនឯងអញ្ចឹងសួរថាជីវិតពេលហ្នឹងវាខុសគ្នាមិនគឺខុសគ្នាខ្លាំងមែនតើនៅពេលដែលយើងអត់មានបណ្ដាញជីវិតមួយអាប់អួរពេលដែលយើងមានប្រព័ន្ធគ្រប់គ្រងយើងឲ្យយើងស្គាល់ពីខ្លួនឯងគឺយើងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងអញ្ចឹងមនុស្សនៅពេលដែលយើងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងគឺអ្វីៗគឺវាចាប់ផ្ដើមល្អជាងមុនហើយទោះជាយើងជួបឧបសគ្គធំយ៉ាងណាក៏ដោយបងប្អូនត្រូវដឹងថានៅពេលដែលយើងចាប់ផ្ដើមស្គាល់ខ្លួនឯងស្រឡាញ់ខ្លួនឯងគឺយើងអាចជំនះនៅឧបសគ្គទាំងអស់ហ្នឹងបានគ្រាន់តែថាវាត្រូវការពេលហ្នឹងហើយបងអរគុណច្រើនហេងពេលស្ដាប់ហេងទៅបងនឹកឃើញបទពិសោធន៍មួយដែរអញ្ចឹងបើស្ដាប់មិញណាវាជា moment មួយវាជាពេលវេលាមួយដែលនៅពេលដែលយើងមានអារម្មណ៍ថាយើងតានតឹងនៅពេលដែលយើងមានអារម្មណ៍ថាយើងព្យាយាមលាក់នៅពេលដែលយើងមានអារម្មណ៍ថាយើងខ្លាចគេដឹងយើងអត់ចង់ឲ្យគេដឹងខ្លាចគេរើសអើងប៉ុន្តែនៅពេលមួយនោះដែលយើងមាននរណាម្នាក់ដែលយល់ពីយើងណាមាននរណាម្នាក់ដោយយើងអត់ចាំបាច់បញ្យល់គេថាហេតុអីបានយើងអញ្ចឹងយើងអត់ចាំបាច់បញ្យល់គេថាខ្ញុំជាអ្នកណាយើងអត់ចាំបាច់ទៅការពារខ្លួនឯងថាខ្ញុំមិនខុសទេមានមនុស្សម្នាក់ដែលធ្វើឲ្យយើងមានអបិយាកាសហ្នឹងគឺវាបានធ្វើឲ្យអាផ្លូវចិត្តរបស់យើងគឺធូរហ្មងស្រាលហ្មងបងមានបទពិសោធន៍ការរៀននៅវិទ្យាល័យយើងអត់ទាន់ហ៊ានបង្ហាញទេយើងអត់ទាន់ហ៊ានបង្ហាញយើងអត់ទាន់ហ៊ានបញ្ចេញទេអញ្ចឹងយើងមានអារម្មណ៍ថាតានតឹងដែរហើយយើងខ្លាចគេដឹងដល់ពេលរៀននៅសាកលវិទ្យាល័យមករៀននៅភ្នំពេញយើងអត់ទាន់ខំឲ្យជាមួយនឹងអ្នកផ្ទះប៉ុន្តែនៅសាលារៀនបងមានមិត្តភ័ក្តិមួយចំនួនដែលយើងអត់ចាំបាច់ទៅបញ្យល់គេថាយើងជាអ្នកណាយើងអត់ចាំបាច់ទៅប្រាប់គេថាខ្ញុំជាអ្នកណាទេប៉ុន្តែគេអត់ខែហ្មងយើងជាណាជាទៅចឹងនិយាយតែអញ្ចឹងយើងចង់ស្រឡាញ់ភេទដូចគ្នាចង់ស្រឡាញ់ភេទផ្ទុយគ្នាគឺវាអត់សំខាន់សម្រាប់មិត្តភាពរបស់យើងនៅក្នុងការយកមកទៅជែកយកមកសួរយកមកឆ្ងល់អញ្ចឹងយើងមានសេរីភាពមួយចង់រៀបរាប់ឈ្មោះដែរមិត្តភក្តិកាលហ្នឹងគឺមានមួយចំនួន4 5នាក់ហើយអ្នកខ្លះគឺគាត់នៅ support ទៅឥឡូវអញ្ចឹងគាត់នៅបន្ត comment នៅបន្តយើងធ្លាប់ណាត់ជួបគ្នាអីខ្លះដែរអញ្ចឹងពេលហ្នឹងគឺជាពេលដែលមានអារម្មណ៍ដំបូងថាព្រោះយើងធ្លាប់នៅវិទ្យាល័យផ្សេងតែពេលយើងមកដល់សាកលវិទ្យាល័យយើងមានមិត្តភក្តិមួយក្រុមរបស់យើងដែលគេអត់ឆ្ងល់គេអត់ខ្វល់ថាយើងជាអ្នកណាយើងចង់ធ្វើអីធ្វើទៅយើងចង់ស្លៀកពាក់អីស្លៀកពាក់ទៅគេរាប់អានយើងក្នុងនាមជាយើងហើយយើងឡើងមានអារម្មណ៍ថាអូណោះឡើងធូរឡើងស្រាលហើយយើងសប្បាយចិត្តមែនតើអញ្ចឹងកន្លែងនេះចង់ទាញការចាប់អារម្មណ៍ថា
មនុស្សតែម្នាក់ឬក៏មនុស្សមួយក្រុមណាដែលយល់ពីយើងឬក៏បើកឲ្យយើងមានអាសេរីភាពជាខ្លួនឯងហ្នឹងដោយមិនចាំបាច់បញ្យល់មិនចាំបាច់ឆ្ងល់គឺបានធ្វើឲ្យជីវិតរបស់យើងមានក្តីសង្ឃឹមមួយកម្រិតអញ្ចឹងប្រព័ន្ធនៅក្នុងការគ្រប់គ្រងដំបូងដែលពួកយើងជួបគឺអ្នកដែលនៅចិត្តយើងមានន័យថាមិត្តភ័ក្តិរបស់យើងមិត្តភ័ក្តិនៅសាលារៀនមិត្តភ័ក្តិនៅកន្លែងធ្វើការអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចដ៏សំខាន់ដែលធ្វើឲ្យយើងមានក្តីសង្ឃឹមហើយឈានទៅមុខទៀតអញ្ចឹងសម្រាប់ហេងតើគិតថានរណាគេទៀតដែលអាចជាប្រព័ន្ធគ្រប់គ្រងយើងបន្ថែមទៀតក្រៅពីមិត្តភ័ក្តិរបស់យើងក្រៅពីអ្នកនៅកន្លែងធ្វើការរបស់យើងហ្នឹងហើយបងអរគុណច្រើនខ្ញុំមុននឹងចូលដល់សំណួរហ្នឹងខ្ញុំចង់បង្ហាញបន្តិចដែរថាខ្ញុំគ្រប់គ្រងអ្វីដែលបងលើកពីព្រោះពេលខ្លះទៅការដែលយើងរាប់អានអ្នកណាម្នាក់ឬយើងស្គាល់អ្នកណាម្នាក់ដែលគាត់ជាអ្នកគ្រប់គ្រងយើងហើយគាត់មិនបាច់ចាំបាច់មកសួរដេញដោលយើងថាហោះយើងជាណាគេហើយយើងខ្លួនឯងក៏មិនបាច់ចាំបាច់ទៅបញ្យល់គាត់ថាខ្ញុំចេះគឺយើងរាប់អានគ្នាទៅដោយក្តីស្រឡាញ់ដោយក្តីមេត្តាជាមួយគ្នាខ្ញុំមានអារម្មណ៍ថាវាជាមិត្តភាពមួយឬក៏ជាការរាប់អានមួយដែលល្អហើយអត់អាចបំភ្លេចបានណាទោះបីយើងនៅឆ្ងាយពីគ្នាថ្ងៃណាមួយក៏យើងតែងតែនឹកគ្នាដូចបងនឹកឃើញមិត្តភ័ក្តិបងនៅវិទ្យាល័យអញ្ចឹងហើយខ្ញុំគិតថាសាកលវិទ្យាល័យសាកលវិទ្យាល័យអញ្ចឹងគឺជាការរាប់អានមួយដែលភាសាអង់គ្លេសយើងហៅថា healthy relationship ហ្នឹងហើយអញ្ចឹងខ្ញុំគិតថាវាជារឿងមួយល្អមែនតើអញ្ចឹងចូលទៅដល់សំណួររបស់បងដែលបងគិតថាសួរថាតើមានអ្នកណាគេផ្សេងទៀតខ្ញុំគិតថាអាចនឹងមានឪពុកម្ដាយគ្រួសារដែលយើងផ្ដើមចេញបំផុតហ្នឹងគឺគ្រួសារហ្នឹងហើយដែលជាអ្នកដែលអាចថាគ្រប់គ្រងយើងខ្លាំងបំផុតហើយក៏ជាអ្នកអាចឲ្យយើងបាក់ទឹកចិត្តខ្លាំងដែរគឺផ្ដើមចេញពីគ្រួសារហ្នឹងទី2គឺអាចតាក់ទងជាមួយនឹងអ្នកដែលយើងស្គាល់គ្នាក៏ដោយពេលខ្លះយើងអត់ចាំបាច់ស្និទ្ធស្នាលមួយគ្នាទេប៉ុន្តែនៅពេលដែលយើងអង្គុយទល់មុខគ្នាឬក៏ជួបគ្នាដោយចៃដន្យអីយើងគ្រាន់តែបង្ហាញអារម្មណ៍មួយគ្រប់គ្រងគ្នាមិនចាំបាច់ទៅដេញដោលឬក៏ចង់ដឹងរឿងគេមិនទេប៉ុន្តែយើងរាប់អានមួយគ្នាហ្នឹងក៏ជាការមួយដែលយើងគ្រប់គ្រងគ្នាបានល្អដែរយើងមិនចាំបាច់ឲ្យគេបាក់ទឹកចិត្តដោយសារយើងអញ្ចឹងណាហើយអ្នកផ្សេងទៀតអាចជាអ្នកដែលយើងជួបប្រចាំថ្ងៃអាចថាសំបី stranger ឬក៏អ្នកដែលយើងមិនដែលស្គាល់អីសោះហ្នឹងក៏ជាផ្នែកមួយដែរឲ្យតែថាកុំឲ្យតែយើងហ្នឹងទៅធ្វើអីឲ្យគេបាក់ទឹកចិត្តឬក៏ធ្វើអីដែលប៉ះពាល់ទៅដល់គេអញ្ចឹងណាហើយខ្ញុំគិតថាអាចមានច្រើនទៀតដូចជាគ្រូដូចជាអ្នកនៅជុំវិញដូចជាអ្នកជិតខាងក៏ដោយហ្នឹងក៏សិតតែជាផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងរបស់យើងហ្នឹងហើយអរគុណច្រើនហេងយ៉ាពិតមែនហើយអញ្ចឹងអ្វីដែលយើងលើកឡើងពីដំបូងហ្នឹងគឺមិត្តភ័ក្តិហើយនិងអ្នកនៅក្បែរខ្លួនរបស់យើងនៅក្នុងវ័យមួយដែលយើងភាគច្រើនយើងនៅសាលារៀនបន្ទាប់មកទៀតគឺគ្រួសារការគ្រប់គ្រងពីគ្រួសារហ្នឹងគឺជាចំណុចផ្លាស់ប្ដូរជីវិតតែម្ដងអញ្ចឹងមិនមែនមានន័យថាមិត្តភ័ក្តិមិនផ្លាស់ប្ដូរមិត្តភ័ក្តិគឺជាអ្នកដែលផ្ដល់ក្តីសង្ឃឹមតែពេលដែលយើងមានអារម្មណ៍ថាត្រូវបានគេរើសអើងត្រូវបានគេផាត់យើងចេញបែរជាយើងមានមិត្តភ័ក្តិរបស់យើងណាម្នាក់យល់ពីយើងមានអារម្មណ៍ថាអូយើងមានសង្ឃឹមតែដំណាក់កាលដែលធំមួយទៀតហ្នឹងគឺគ្រួសាររបស់យើងនៅពេលដែលគ្រួសារគ្រប់គ្រងនិងនៅពេលដែលគ្រួសារមិនគ្រប់គ្រងគឺជីវិតខុសគ្នាជីវិតអ្នកដែលស្រឡាញ់ភេទដូចគ្នាហ្នឹងគឺផ្ទុយគ្នាហ្មងអញ្ចឹងយើងគិតថាការគ្រប់គ្រងពីគ្រួសារហ្នឹងគឺជាចំណុចដ៏សំខាន់ដែលហេនិយាយអញ្ចឹងការផ្លាស់ប្ដូរជីវិតអ្នកដែលស្រឡាញ់ភេទដូចគ្នានៅពេលដែលគ្រួសារមិនគ្រប់គ្រងដូចដែលយើងឃើញថាមានអីខ្លះអ្នកខ្លះត្រូវបានគ្រួសារមិនទទួលស្គាល់អ្នកខ្លះត្រូវបានគ្រួសារបដិញ្ញចេញពីផ្ទះក៏ធ្លាប់មានអ្នកខ្លះត្រូវបានគ្រួសារគេបសង្កត់ឈប់ឲ្យទៅសាលារៀនដោយសារតែគាត់គិតថាការដែលទៅសាលារៀននឹងធ្វើឲ្យកូនគាត់ខ្លាចជាអញ្ចឹងអ្នកខ្លះគឺបង្ខំឲ្យកូនរៀបការជាមួយនឹងមនុស្សភេទផ្ទុយអញ្ចឹងអាពេលដែលគ្រួសារមិនទទួលស្គាល់ហ្នឹងជីវិតអ្នកស្រឡាញ់ភេទដូចគ្នាមួយហ្នឹងគាត់ជួបប្រទះអារឿងដែលអាក្រក់មែនតើសម្រាប់ជីវិតរបស់គាត់អញ្ចឹងពេលខ្លះធ្វើឲ្យគាត់កាន់តែមានបញ្ហានៅក្នុងជីវិតឧទាហរណ៍ថាគ្រួសារបង្ខំឲ្យគាត់រៀបការអញ្ចឹងថាតើយើងសម័យមើលតើជីវិតរបស់គាត់នឹងទៅជាយ៉ាងណាពេលដែលគ្រួសារឈប់ឲ្យគាត់ទៅរៀនតើអនាគតរបស់គាត់នឹងបានវែងឆ្ងាយប៉ុណ្ណាគាត់បាត់បង់ឱកាសនៅក្នុងការទទួលបានការសិក្សានៅពេលដែលគ្រួសារមិនឲ្យអីគេមិនឲ្យគាត់ធ្វើជាខ្លួនឯងនៅពេលដែលគ្រួសារបង្ខំគាត់ឲ្យផ្លាស់ប្ដូរខ្លួនឯងពេលដែលគ្រួសារបដិញ្ញគាត់ចេញពីផ្ទះតើជីវិតរបស់គាត់នៅខាងក្រៅនឹងទៅជាយ៉ាងណាអានឹងយើងសម័យមើលរូបភាពមួយនឹងទាំងអស់គ្នាប៉ុន្តែផ្ទុយមកវិញនៅពេលដែលគ្រួសារមួយដែលគ្រប់គ្រងកូនដូចpodcast វគ្គមុនអញ្ចឹងយើងឃើញថាចិត្តតាខ្ញុំ surprise ដែរនៅពេលដែលស្ដាប់ទៅគាត់ថាពេលដែល come out ដំបូងហ្នឹងគ្រួសារគាត់ដឹងធម្មតាអត់អីផងអញ្ចឹងមានអារម្មណ៍ថា
មិនក៏ល្អមែនមកបើផ្ទុយពីគ្រួសារមួយចំនួនគឺអត់បានហ្មងអញ្ចឹងនៅពេលដែលគ្រួសារដែលគ្រប់គ្រងកូនធ្វើឲ្យកូនគឺគាត់មានអារម្មណ៍ថាគាត់មានក្តីស្រឡាញ់ចំពោះគ្រួសារហ្នឹងកាន់តែច្រើនគាត់មានអារម្មណ៍ថាគាត់មានសេរីភាពគាត់មានអារម្មណ៍ថាគាត់ហ៊ានធ្វើជាខ្លួនឯងគាត់មានអារម្មណ៍ថាគាត់អីគេជីវិតរបស់គាត់ហ្នឹងគឺល្អហើយជីវិតរបស់គាត់ហ្នឹងគាត់អាចឈានទៅបានឆ្ងាយមែនទែនអញ្ចឹងយើងប្រៀបធៀបគ្នាថាការគ្រប់គ្រងនិងការមិនគ្រប់គ្រងពីគ្រួសារហ្នឹងគឺជាចំណុចផ្លាស់ប្ដូរជីវិតរបស់អ្នកស្វែងភេទដូចគ្នាហ្មងហើយមានអីថែមចំណុចគ្រួសារមុននឹងយើងទៅចំណុចមួយទៀតយ៉ាបងខ្ញុំមានកាប់ពិតទៅដូចយើងបានទៅចែកគ្នាតាំងពី podcast មុនណាគ្រួសារគឺជាចំណុចមួយដែលផ្លាស់ប្ដូរយើងខ្លាំងមែនតើហ្មងសម្រាប់យើងជាអ្នកស្វែងភេទដូចគ្នាអាចជាអ្នកដែលជំរុញទឹកចិត្តយើងខ្លាំងបំផុតក៏អាចជាអ្នកដែលបំបាក់ទឹកចិត្តយើងខ្លាំងបំផុតដែរអញ្ចឹងតាមបទពិសោធន៍របស់ខ្ញុំឃើញខ្លួនឯងហ្មងថាមុនពេលដែលខ្ញុំបង្ហាញជាសាធារណៈទៅគ្រួសាររបស់ខ្ញុំហ្នឹងជីវិតរបស់ខ្ញុំហាក់បីដូចជាលួចលាក់មានអារម្មណ៍មួយថាយើងអត់ហ៊ានធ្វើអីជាខ្លួនឯងកៅអៅអីអត់ហ៊ានពាក់ឲ្យលះហ្មងឯងនៅរៀងបិទរៀងកៅអៅបែបរៀងផ្សេងពីឥឡូវនេះអញ្ចឹងមានអារម្មណ៍មួយថាយើងអត់ហ៊ានសំបីតែអត្តចរិតរបស់យើងក៏យើងអត់ហ៊ានបង្ហាញអស់ដែរកុំថាឡាយកាត់សក់សំបីតែអីក៏យើងអត់សូវហ៊ានណាហាក់បីដូចជាយើងរស់នៅក្នុងពិភពលោកមួយរៀងលាក់ខ្លាចគាត់ដឹងអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងបង្ហាញប្រាប់គាត់ហើយគាត់ចាប់ផ្ដើមទទួលយកគឺយើងផ្លាស់ប្ដូរខ្លាំងមែនតើហ្មងខ្ញុំហ៊ានធ្វើអីដែលជាខ្លួនឯង 100% ហើយជីវិតយើងសប្បាយចិត្តជីវិតសប្បាយចិត្តហើយយើងធម្មតាជីវិតរបស់យើងវាមិនមែនថាត្រូវតែសប្បាយឬក៏កើតទុក្ខរហូតទេប៉ុន្តែយើងកើតទុក្ខលើរឿងអីផ្សេងមិនមែនជារឿងដែលជាខ្លួនយើងហ្នឹងហើយអញ្ចឹងខ្ញុំគិតថាវាខុសគ្នាខ្លាំងណាស់បងថារកពាក្យអត្ថាធិប្បាយថាឲ្យវាខុសគ្នាមិនយើងនិយាយអត់អស់ទេគ្រាន់តែដឹងថាវាខុសគ្នាខ្លាំងហើយសំខាន់បំផុតនោះគឺផ្លូវចិត្តគឺយើងលែងពិបាកចិត្តរឿងយើងកាន់សក់យើងលែងពិបាកចិត្តរឿងយើងពាក់ក្បាត់កយើងលែងពិបាកចិត្តរឿងធ្វើអីដែលជាខ្លួនឯងគឺយើងស្រឡះហ្មងហ្នឹងហើយអរគុណច្រើនហើយអញ្ចឹងចំណុចគ្រួសារហ្នឹងគឺសំខាន់មែនទែនហើយក៏សង្ឃឹមថាគ្រួសារផ្សេងទៀតចាប់ផ្ដើមទទួលយកកូនព្រោះការទទួលយកគឺមានតែរឿងល្អនិងរឿងប្រសើរផ្ទុយពីការមិនទទួលយកគឺមានតែរឿងដែលពិបាកមានតែរឿងដែលធ្វើឲ្យរឿងហ្នឹងកាន់តែអាក្រក់ទៅអញ្ចឹងខ្ញុំគិតថាប្រហែលជាយើងរើសរឿងល្អឯមែនទេមិនចឹងអូខេអញ្ចឹងចំណុចផ្សេងទៀតដែលយើងគិតថាជាអាចជាប្រព័ន្ធគ្រប់គ្រងដែលល្អប្រសើរនោះគឺកន្លែងការងារក៏ជារឿងសំខាន់ដែរកន្លែងការងារគឺជាកន្លែងមួយដែលសំខាន់សម្រាប់ជីវិតរបស់មនុស្សម្នាក់ហេតុអីបានសំខាន់យើងភាគច្រើនយើងរៀនចប់មានន័យថាយើងមានការងារធ្វើមិនចឹងហើយការងារហ្នឹងវាគឺជាផ្នែកមួយដែលជាអត្ថប្រយោជន៍ឬក៏អភិវឌ្ឍសង្គមជាតិផងហើយនឹងអភិវឌ្ឍមកក្នុងគ្រួសាររបស់យើងផងអញ្ចឹងវាជារឿងដ៏សំខាន់អញ្ចឹងនៅពេលដែលកន្លែងការងារជាកន្លែងមួយដែល inclusive ជាកន្លែងមួយដែលមានបរិយាបន្នមិនមានការរើសអើងអញ្ចឹងកន្លែងហ្នឹងយើងឃើញថាជាកន្លែងមួយដែលផ្ដល់ឲ្យសេរីភាពរីករាយហើយនឹងមានតាមពិតមានការសិក្សាស្រាវជ្រាវច្រើនណាស់ដែលរកឃើញថានៅពេលដែលស្ថាប័នមួយមានគោលការណ៍ទទួលយកមនុស្សគ្រប់រូបដោយមិនរើសអើងទៅលើនិន្នាការភេទស្ថាប័នហ្នឹងគឺជាស្ថាប័នមួយដែលអីគេមានផលិតភាពការងារហើយមានប្រាក់ចំណេញនឹងច្រើនមែនតើបើប្រៀបធៀបទៅនឹងស្ថាប័នដែលមិនមានគោលការណ៍ទាំងអស់ហ្នឹងអាហ្នឹង research មានណាអាចស្រាវជ្រាវបានអាច research បានអញ្ចឹងមានច្រើនមែនតើអញ្ចឹងមិនថាទាំងខ្លួនយើងក៏យើងសប្បាយចិត្តយើងបំពេញការងារដោយមោទនភាពបំពេញការងារដោយសប្បាយចិត្តដោយរីករាយអញ្ចឹងនៅពេលដែលបុគ្គលិកបំពេញការងារដោយរីករាយក្នុងស្ថាប័នដែលមិនមានការរើសអើងគ្នាក្នុងស្ថាប័នដែលគោរពគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងនាមជាមនុស្សស្ថាប័នហ្នឹងក៏ទទួលបាននៅផលចំណេញប្រសិទ្ធភាពការងារនឹងខ្ពស់ហើយជាស្ថាប័នមួយដែលទទួលបានកិត្តិយសផងដែរអានឹងយើងឃើញថាមានច្រើនណាក្រុមហ៊ុនធំលើពិភពលោកគឺគេមានទាំងអស់ហ្នឹងហើយការសិក្សាស្រាវជ្រាវគឺមានហ្នឹងហើយមានអីថែមទៅនឹងកន្លែងការងារមុននឹងយើងចូលទៅចំណុចមួយទៀតចុងក្រោយហ្នឹងហើយតែពិតខ្ញុំអត់មានអីខុសពីបងទេគ្រាន់តែបន្ថែមបន្តិចទៅលើបទពិសោធន៍របស់ខ្លួនឯងដូចខ្ញុំបានលើកពីដំបូងមកអញ្ចឹងណាអញ្ចឹងបើសិនជាខ្ញុំដាក់ខ្លួនខ្ញុំជាខ្ញុំជាបុគ្គលិកនៅពេលដែលគេរើសអើងគឺ 100% អត់មានចិត្តធ្វើការឲ្យអស់ពីចិត្តទេគឺអារម្មណ៍មួយពិបាកចិត្តរឿងគេរើសអើងអារម្មណ៍មួយទៀតពិបាកចិត្តខ្លាចបាត់បង់ការងារអារម្មណ៍មួយទៀត
គិតថាបើសិនចេញពីកន្លែងការងារហ្នឹងទៅកន្លែងការងារផ្សេងត្រូវចំណាយពេលក្នុងការដាក់ពាក្យហើយមិនដឹងថាទៅកន្លែងផ្សេងហ្នឹងគេឈប់រើសអើងយើងអត់យើងនិយាយទៅគឺក្នុងកលៈទេសៈមួយដែលថាពិបាកអញ្ចឹងហើយធ្វើឲ្យអាប្រសិទ្ធភាពនៃការធ្វើការហ្នឹងអត់បានល្អឯងប៉ុន្តែផ្ទុយទៅវិញបើសិនជាកន្លែងការងារហ្នឹងមានបរិយាបន្នហើយមានភាពចម្រុះអញ្ចឹងគ្រប់គ្នាគឺមានសិទ្ធិដូចគ្នាអញ្ចឹងអ្នកដែលគាត់បានធ្វើការនៅកន្លែងហ្នឹងគាត់សិតតែអ្នកមានសមត្ថភាពហើយបានគាត់សម្ភារចូលធ្វើការបានអញ្ចឹងមានន័យថាគាត់មានពេលវេលាមានធម៌ពលក្នុងការដែលគាត់ដាក់អារម្មណ៍ដាក់ចិត្តដាក់ដាក់និយាយទៅដាក់ទាំងអស់ធ្វើការហ្នឹងហ្នឹងហើយដាក់បេះដូងធ្វើការទាំងអស់តែអញ្ចឹងហើយប្រសិទ្ធភាពនៃការងារហ្នឹងគឺវាល្អតាមហ្នឹងហ្នឹងបើសិនជាខ្ញុំដាក់ខ្លួនឯងជាបុគ្គលិកតែបើសិនខ្ញុំដាក់ខ្លួនឯងជាប្រធានអង្គភាពហ្នឹងមួយឬក៏ប្រធានកន្លែងហ្នឹងមួយប្រធានក្រុមហ៊ុនហ្នឹងមួយចុះធម្មតាខ្ញុំចង់ឲ្យបុគ្គលិកខ្ញុំធ្វើការឲ្យអស់ពីចិត្តពីបេះដូងហើយដើម្បីឲ្យការងារនៅកន្លែងហ្នឹងបានល្អហើយយើងចង់បានបុគ្គលិកដែលស្រឡាញ់ស្ថាប័នដាក់បេះដូងធ្វើការអញ្ចឹងធម្មតាបើសិនយើងចង់ឲ្យបុគ្គលិកទាំងអស់ដាក់បេះដូងដាក់កម្លាំងកាយកម្លាំងចិត្តធ្វើការលុះត្រាតែកន្លែងហ្នឹងវាល្អដែរកន្លែងហ្នឹងយើងធានាបរិយាបន្នឲ្យបុគ្គលិកកន្លែងហ្នឹងយើងមានគោលការណ៍ច្បាស់លាស់យើងមានភាពចម្រុះដើម្បីឲ្យបុគ្គលិកទាំងអស់ចេះស្រឡាញ់គ្នាធ្វើការដោយក្តីស្រឡាញ់មិនមែនកន្លែងហ្នឹងជាកន្លែងដែលប្រកួតប្រជែងគ្នាជន់កែងគ្នាឬក៏ធ្វើអីដែលមិនល្អដាក់គ្នាប៉ុន្តែជាកន្លែងដែលស្រឡាញ់គ្នាហើយធ្វើការឲ្យអង្គភាពយើងឲ្យបានល្អបំផុតអញ្ចឹងត្រូវធ្វើម៉េចគឺមានន័យថាត្រូវបង្កើតគោលនយោបាយដែលមានបរិយាបន្នហើយនឹងភាពចម្រុះនៅក្នុងហ្នឹងគ្មានការរើសអើងហ្នឹងហើយអរគុណច្រើនហេងបងគាត់ថាចំណុចមួយទៀតដែលសំខាន់មែនតើអញ្ចឹងយើងមិនសិនមកថាពីមិត្តរបស់យើងក៏ជាប្រព័ន្ធគ្រប់គ្រងមួយដ៏សំខាន់ហើយបញ្ជ្រាបខ្លួនចូលទៅក្នុងសហគមន៍ដោយហេងធ្លាប់បញ្ជ្រាបខ្លួនចូលមកក្នុង Love University ផ្លាស់ប្ដូរជីវិតបែបណាមួយទៀតគឺការគ្រប់គ្រងពីគ្រួសារសាច់ញាតិគឺជាចំណុចរបត់នៃជីវិតហ្មងកន្លែងហ្នឹងគឺសំខាន់មែនតើមួយទៀតគឺកន្លែងការងារហើយមួយទៀតចុងក្រោយដែលយើងគិតថាក៏សំខាន់ដែរគឺការគ្រប់គ្រងដោយច្បាប់អញ្ចឹងនៅក្នុងសង្គមមួយដែលមានការគ្រប់គ្រងអ្នកស្រឡាញ់ភេទដូចគ្នាដោយមានច្បាប់នៅក្នុងការគាំពៀនិងគ្រប់គ្រងជាពិសេសគឺសមភាពច្បាប់អាពាហ៍ពិពាហ៍ហ្នឹងគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការធ្វើឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងទទួលបានការការពារដោយពេញលេញអញ្ចឹងយើងនិយាយមិញពីប្រព័ន្ធគ្រប់គ្រងសុទ្ធតែសំខាន់ហើយប្រព័ន្ធគ្រប់គ្រងដែលសំខាន់ហើយពេញលេញរក្សានៅភាពស្មើគ្នាក្នុងនាមជាមនុស្សក្នុងនាមជាប្រជាពលរដ្ឋគឺការគាំពារដោយច្បាប់អានឹងគឺជាចំណុចដែលសំខាន់ដែលធានាទៅដល់អត្ថប្រយោជន៍ផ្សេងអត្ថប្រយោជន៍គ្រួសារអត្ថប្រយោជន៍របស់កុមារនៅពេលដែលយើងមានកូននិងអត្ថប្រយោជន៍នៅក្នុងការការពារគ្រួសារទាំងមូលហើយយល់មិនដែរខ្ញុំអត់ខុសពីបងខ្ញុំគិតថាដូចគ្នាទាំងអស់ព្រោះធម្មតាប្រទេសមួយគឺដើម្បីធានាឲ្យប្រជាពលរដ្ឋរស់នៅបានស្រួលហើយនឹងមានសុវត្ថិភាពហើយនឹងអាចមានភាពចម្រុះបរិយាបន្នលុះត្រាតែប្រទេសហ្នឹងមានច្បាប់ដើម្បីគ្រប់គ្រងមែនទេបងហ្នឹងហើយអញ្ចឹងសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាដូចជាខ្ញុំដូចជាបងឬក៏អ្នកស្រឡាញ់ភេទដូចគ្នាផ្សេងទៀតគឺសុទ្ធតែចង់បានច្បាប់ដើម្បីគ្រប់គ្រងពួកយើងច្បាប់សមភាពអាពាហ៍ពិពាហ៍ដែលពួកយើងអាចចុះហេតាសិវលស្របច្បាប់ដូចអ្នកស្រឡាញ់ភេទផ្ទុយគ្នាដែរហើយច្បាប់ទាំងអស់ហ្នឹងហើយដែលមកគ្រប់គ្រងពួកយើងកុំឲ្យមានការរើសអើងហើយយើងរស់នៅដោយសុខដុមរមនាជាមួយគ្នាក្នុងសង្គមមួយដែលមានភាពបរិយាបន្ននិងភាពចម្រុះហ្នឹងហើយអរគុណច្រើនហេអញ្ចឹងបងគិតថាយើងក៏ជជែកគ្នាបានច្រើនគួរសមហើយដែរអញ្ចឹងវាជាចំណុចសំខាន់ដែលពួកយើងចង់លើកមកហ្នឹងគឺចង់បង្ហាញពីភាពសំខាន់របស់ប្រព័ន្ធនៅក្នុងការគ្រប់គ្រងអញ្ចឹងបើឧទាហរណ៍ថាគាត់ជាមនុស្សម្នាក់ដែលជាមិត្តភ័ក្តិរបស់ LGBT របស់មិត្តភ័ក្តិរបស់អ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងគាត់គឺជាប្រព័ន្ធគ្រប់គ្រងមួយដ៏សំខាន់គាត់អាចជួយជីវិតមនុស្សម្នាក់បានណានិយាយការពិតអ្នកខ្លះគាត់សឹងថាគាត់គិតថាជីវិតរបស់គាត់លែងមានន័យហើយគាត់ក៏លែងចង់រស់ដែរប៉ុន្តែគាត់មាននរណាម្នាក់នោះដែលធ្វើឲ្យគាត់ចាប់ផ្ដើមមានក្តីសង្ឃឹមវិញអញ្ចឹងវាជាចំណុចដ៏សំខាន់មួយឈានទៅដល់គ្រួសារឈានទៅដល់ការងារនិងឈានទៅដល់ការការពារដោយច្បាប់នៅក្នុងសង្គមអញ្ចឹងនឹងគឺជាប្រព័ន្ធគ្រប់គ្រងដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដែលយើងមើលឃើញថាពិតជាមានសារៈសំខាន់មែនទែនហើយការគ្រប់គ្រងការគាំពៀជាប្រព័ន្ធហ្នឹងគឺមិនមែនជាប្រយោជន៍សម្រាប់តែសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទេប៉ុន្តែជាប្រយោជន៍របស់សង្គមជាតិទាំងមូលតែម្ដងអញ្ចឹងធ្វើឲ្យសង្គមរបស់យើងរស់នៅដោយសុខដុមរមនាធ្វើឲ្យមនុស្សចេះស្រឡាញ់គ្នាធ្វើមិនឲ្យមនុស្សចេះគោរពគ្នាទៅវិញទៅមកហើយ
ទង្វើរបស់មនុស្សផ្សេងៗហ្នឹងមិនបង្កឲ្យនរណាម្នាក់ឈឺចាប់ដូចយើងឃើញការរើសអើងការមិនឲ្យតម្លៃការមើលងាយហ្នឹងគឺជាទង្វើដែលធ្វើឲ្យនរណាម្នាក់ហ្នឹងឈឺចាប់ដែលធ្វើឲ្យសង្គមសហគមន៍មួយហ្នឹងឈឺចាប់អញ្ចឹងវាអត់គួរមានទេវាគួរតែមានការគ្រប់គ្រងវាគួរតែមានក្តីស្រឡាញ់វាគួរតែមានការគោរពហើយនឹងដើរទៅរួមគ្នាដើម្បីសង្គមជាតិយើងដើរទៅរួមគ្នាដើម្បីប្រយោជន៍សម្រាប់ទាំងអស់គ្នាអញ្ចឹងបងគិតថានៅក្នុង podcast នេះគឺមានតែប៉ុណ្ណឹងគ្រាន់តែចង់ទាញភាពសំខាន់ដែលយើងទាំងអស់គ្នាអាចផ្ដល់ឲ្យគ្នាទៅវិញទៅមកបានគ្រួសារអាចផ្ដល់ឲ្យកូនបានកូនក៏អាចផ្ដល់ឲ្យគ្រួសារបានហើយកន្លែងការងារអាចផ្ដល់ឲ្យបុគ្គលិកបានបុគ្គលិកក៏អាចផ្ដល់ទៅឲ្យអត្ថប្រយោជន៍នៅស្ថាប័នហើយនឹងសង្គមជាតិទាំងមូលដែរអញ្ចឹងពីបងទៅគឺមានតែប៉ុណ្ណឹងហើយមានអីចង់ក្រោយមានអីចង់និយាយទៅកាន់អ្នកដែលកំពុងតែមានអារម្មណ៍ថាគាត់ហាក់ដូចជាម្នាក់ឯងសពគាត់ហាក់ដូចជាគ្មានប្រព័ន្ធគ្រប់គ្រងសោះហ្មងហើយមានអីចង់និយាយទៅកាន់គាត់ហ្នឹងហើយអរគុណច្រើនបងអញ្ចឹងដោយសារ podcast របស់យើងចិត្តដល់ពេលបញ្ចប់ហើយអញ្ចឹងខ្ញុំសូមអាចថាជាមតិយោបល់ចុងក្រោយដោយសារខ្ញុំខ្លួនឯងគឺជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ពេលវេលាដែលលំបាកហ្នឹងពេលវេលាមួយដែលយើងបាត់បង់ខ្លួនឯងពេលវេលាមួយដែលយើងគិតថាយើងម្នាក់ឯងសុទ្ធហ្មងអត់ដឹងថាគួរទៅរកអ្នកណាពេលវេលាមួយដែលត្រូវបានគេរើសអើងហើយបន្ទោសខ្លួនឯងទៀតទៅជាយើងជាជនរងគ្រោះហើយប៉ុន្តែយើងបន្ទោសខ្លួនឯងទៀតអញ្ចឹងដោយសារខ្ញុំឆ្លងកាត់នៅពេលវេលាទាំងអស់ហ្នឹងហើយក៏ខ្ញុំធ្លាប់ឆ្លងកាត់នៅពេលវេលាដែលយើងព្យាយាមរកបណ្ដាញរកអ្នកគ្រប់គ្រងអញ្ចឹងធ្វើឲ្យយើងចាប់ដើមយល់កាន់តែច្រើនអញ្ចឹងអ្វីដែលខ្ញុំអាចផ្ដាំទៅបងប្អូនមួយចំនួនជាពិសេសបងប្អូនជំនាន់ក្រោយដែលកំពុងតែបាក់ទឹកចិត្តហើយកំពុងតែរកខ្លួនឯងមិនទាន់ដឹងថាខ្លួនឯងជាណាគេហ្នឹងសូមឲ្យបងប្អូនទី1ចាប់ផ្ដើមពីខ្លួនឯងសិនរក្សាលំនឹងផ្លូវចិត្តខ្លួនឯងអាចព្យាយាមទៅធ្វើសមាធិឬក៏ព្យាយាមស្ដាប់ធម៌អីដែលធ្វើឲ្យខ្លួនឯងហ្នឹងពង្រឹងផ្លូវចិត្តខ្លួនឯងសិនអាហ្នឹងជារឿងទី1សំខាន់ណាព្រោះត្រូវផ្ដើមចេញពីខ្លួនឯងសិនអញ្ចឹងទី2គឺបងប្អូនអាចរកអ្នកដែលអាចគ្រប់គ្រងយើងបានដែលនៅចិត្តយើងសិនអាចជាមិត្តភ័ក្តិឬក៏អាចជាអ្នកជិតខាងឬអាចជាបងប្អូនណាដែលយើងគិតថាអាចគ្រប់គ្រងយើងទី3គឺបងប្អូនអាចទៅរកបណ្ដាញឧទាហរណ៍ដូចក្រុមដែលគាត់ធ្វើទៅលើអ្នកស្រឡាញ់ភេទដូចគ្នាឬក៏អង្គការដែលគាត់ធ្វើទៅលើអ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងចូលមិនគឺបងប្អូនអាចតាមដានរយៈ page Facebook ឬក៏ទៅជួបនៅអង្គការរបស់គាត់ឬក៏ office របស់គាត់ផ្ទាល់ហ្នឹងហើយសួរគាត់ថាមានកម្មវិធីអីដែលយើងអាចចូលរួមបានឬក៏យើងអាចណែនាំគាត់ពីយើងអីចឹងទៅធ្វើមិនក៏ដោយព្យាយាមភ្ជាប់ខ្លួនឯងជាមួយនឹងបណ្ដាញទាំងអស់ហ្នឹងពីព្រោះអីពួកគាត់ទាំងអស់ហ្នឹងគឺជាអ្នកដែលធ្វើទៅលើរឿងអ្នកស្រឡាញ់ភេទដូចគ្នាចឹងពួកគាត់អាចមានវិធីសាស្ត្រក្នុងការលើកទឹកចិត្តយើងឬក៏វិធីសាស្ត្រក្នុងការភ្ជាប់យើងជាមួយនឹងសកម្មភាពផ្សេងៗឲ្យយើងយល់ដឹងពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាក៏ដូចជារកខ្លួនឯងបានកាន់តែច្រើនហ្នឹងហើយអញ្ចឹងអាហ្នឹងជាអ្វីដែលខ្ញុំអាចផ្ដាំទៅបងប្អូនជំនាន់ក្រោយឬក៏បងប្អូនជាដើមដែលកំពុងតែជួបនៅស្ថានភាពដែលខ្ញុំធ្លាប់ជួបពីមុនមកអញ្ចឹងណាហ្នឹងហើយមានអរគុណមានអីថែមបងក៏ថាគ្រប់គ្រាន់ក្បោះក្បាយហើយអញ្ចឹងយើងនឹងបញ្ចប់ podcast របស់យើងត្រឹមប៉ុណ្ណឹងហើយសង្ឃឹមថាអ្វីដែលពួកយើងចែករំលែកនេះគឺជាផ្នែកមួយគឺជាជ្រុងនៃគំនិតមួយដែលអាចជាការពិចារណាក៏ដូចជាការលើកទឹកចិត្តទៅដល់សហគមន៍របស់យើងក៏ដូចជាសង្គមទាំងមូលឲ្យកាន់តែស្វែងយល់បន្ថែមទៀតកាន់តែបើកចិត្តនៅក្នុងការស្គាល់ពីសហគមន៍របស់យើងអញ្ចឹងធ្វើឲ្យយើងយល់ពីគ្នាទៅវិញទៅមកហើយក៏សង្ឃឹមថាគ្រួសារនីមួយៗចាប់ផ្ដើមទទួលយកកូនកាន់តែច្រើនឡើងហើយសង្ឃឹមថាយើងទាំងអស់គ្នានឹងរស់នៅដោយទទួលបាននៅការគោរពទទួលបាននៅសេចក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកយើងសម័យមើលទៅថាវាមានសេចក្តីសុខទាំងយើងទាំងគេយើងចង់បានអញ្ចឹងដូចគ្នាអញ្ចឹងយើងក៏ចង់បានអញ្ចឹងគេក៏ចង់បានអញ្ចឹងយើងគួរតែធ្វើអីដែលយើងទៅដល់កន្លែងយើងចង់បានដូចគ្នាដើម្បីជាប្រយោជន៍រួមទាំងអស់គ្នាអូខេអញ្ចឹងpodcast របស់យើងមានតែប៉ុណ្ណឹងអរគុណច្រើនហេងដែលបានចំណាយពេលវេលាចូលរួមហើយចែករំលែកតាំងពីលើកមុនមកដល់ពេលនេះយើងដូចទៅគ្នាញឹកហ្នឹងហើយអញ្ចឹងហ្នឹងហើយអរគុណច្រើនដែលបានចូលរួមនិងចែករំលែកហើយអរគុណទៅដល់បងប្អូនទាំងអស់គ្នាជាពិសេសសហគមន៍អ្នកសាញ់ភេទដូចគ្នាដែលតែងតែគ្រប់គ្រងទាំង like ទាំង share ទាំង comment ទាំងអីសពគ្រប់បែបយ៉ាងទាំងអស់ហ្នឹងហើយគឺជាការចូលរួមដែលយើងគិតថាយើងចូលរួមចែករំលែកអ្នកនរគ្នាចូលរួមចែករំលែកបន្តនិងឲ្យយោបល់អីផ្សេងគឺយើងចូលរួមជួយគ្នាទៅវិញទៅមកអរគុណច្រើនជម្រាបលាជួបគ្នានៅpodcast វគ្គក្រោយទៀតអរគុណបាយបាយ